នេះជាក្មេងស្រីមុនដំបូងគេបង្អស់ដែលស្ម័គ្រចិត្តរស់នៅភពអង្គារដែលគ្មានថ្ងៃវិលត្រឡប់មកវិញអស់មួយជីវិតតើនេះគឺជានរណាតើអ្នកនឹងទេថានៅឆ្នាំ2030ខាងមុខនេះគឺមានក្មេងស្រីម្នាក់ដែលមានឈ្មោះថា Alisa Carson គឺមានគម្រោងទៅកាន់ភពអង្គារប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍បំផុតគឺថាប្រហែលជានាងគឺមិនអាចវិលត្រឡប់មកភពផែនដីយើងបានជារៀងរហូតបើយើងគិតពីបច្ចេកទេសសប្តាហ៍នេះបេសកកម្មរបស់អង្គការ NASA អាចនាំមនុស្សទៅកាន់ភពអង្គារបានប៉ុន្តែមានរឿងមួយដ៏ក្រៀមក្រំគឺរហូតទល់ពេលនេះ NASA គឺមិនទាន់មានទីសាស្ត្រច្បាស់លាស់ណាមួយដើម្បីនាំយកអវកាសយាននេះទាំងនោះត្រឡប់មកភពផែនដីយើងបានវិញនៅឡើយទេបើអញ្ចឹងមែនតើហេតុអ្វីបានជាក្មេងស្រីដ៏ស្រស់ស្អាតរូបនេះនៅតែមកចិត្តចាក់ចេញទៅភពមួយដែលស្ថិតឆ្ងាយពីភពផែនដីយើងនេះទៀតហើយនេះគឺជាដើមហេតុដែលធ្វើឲ្យ Alisa ចង់ចាក់ចេញពីភពផែនដីទៅរស់នៅភពអង្គារបែបនេះរឿងគឺចាប់ផ្ដើមឡើងនៅពេលដែល Alisa មានអាយុត្រឹមតែ3ឆ្នាំប៉ុណ្ណោះឪពុករបស់នាងបាននិយាយរឿងមួយដែលបានផ្លាស់ប្ដូរជីវិតរបស់នាងទាំងស្រុងឪពុក Alisa បាននិយាយថានៅថ្ងៃណាមួយកូននឹងសម្រេចក្តីសុបិនក្នុងការទៅកាន់ភពអង្គារចាប់តាំងពីពេលនោះមក Alisa បានកំណត់គោលដៅជីវិតរបស់នាងយ៉ាងមុតមាំនិយាយទៅតាំងពីអាយុ15ឆ្នាំមក Alisa គឺគាត់បានខិតខំបង្ខំយ៉ាងខ្លាំងដើម្បីត្រៀមខ្លួនខ្លាចជាអាកាសយានិកមុនដំបូងគេបង្អស់ដែលបានទៅជន់លើដីឋានភពព្រះអង្គារហើយនាងថែមទាំងចាប់ផ្ដើមវឹកហាត់ញ៉ាំអាហារសម្រាប់អាកាសយានិកដើម្បីឲ្យរាងកាយរបស់នាងស៊ាំទៅនឹងការរស់នៅក្នុងមហោថែមទៀតផងហើយនរណាទៅដឹងទៅប្រាជ្ញានៅឆ្នាំ2030 NASA គឺអាចរកឃើញវិធីសាស្ត្រក្នុងការនាំយកនាងមកកាន់ភពផែនដីយើងនេះគឺថាបានតែទោះជាយ៉ាងណាក៏ដោយ Alisa Carson គឺបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចាក់ចេញពីភពផែនដីដ៏ស្មុគស្មាញដែលមានតែចំនួនការបំពុលបរិស្ថាននិងការបោកប្រាស់គ្នាបើទោះបីជាការទៅនោះអាចគ្មានថ្ងៃត្រឡប់មកវិញជារៀងរហូតក៏ដោយសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំពិតជាមានការសរសើរខ្លាំងមែនទែនដល់ Alisa Carson ដែលគាត់មានឆន្ទៈខ្ពស់និងមានការលះបង់ធំធេងខ្លាំងមែនទែនដែលនាងគឺបានបោះបង់ចោលនៅក្តីសុខសប្បាយរីករាយនៅលើភពផែនដីយើងនេះបែរជាត្រូវទៅរស់នៅលើភពអង្គារឯកាតែតតាមអ្នកឯងបែបនេះទៅវិញដើម្បីសិក្សាស្រាវជ្រាវផ្នែកអវកាសក្នុងគោលបំណងស្វែងរកផ្ទះទី2ឲ្យមនុស្សជាតិយើងទៅរស់នៅនាពេលអនាគតចុះសម្រាប់អ្នកទាំងគ្នាវិញតើអ្នកទាំងគ្នាហ៊ានទៅបំពេញបេសកកម្មមួយដែលគ្មានថ្ងៃវិលត្រឡប់មកវិញបែបនេះអត់ទេ